សូមជូនរឿងព្រះបាទមន្ធាតូសេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងខាងដើមនៃផតកັບនេះមានព្រះបរមក្សត្រាធិរាជមួយព្រះអង្គព្រះនាមមន្ធាតូមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រី 84000 ព្រះអង្គជាបរិវារក្នុងចំនួននោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំឯព្រះបាទមន្ធាតូនោះមានឥទ្ធិពលសម្បើមអស្ចារ្យណាស់គ្រាន់តែទះដៃវេលាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយល្បែងក្មេងជាង 80000 ឆ្នាំដល់ប្រជញ្ញគម្រប់ 84000 ព្រះវរបិតាទ្រង់ប្រទានកិត្តិយសឲ្យធ្វើជាឧបរាជបាន 84000 ឆ្នាំបានទទួលរាជាភិសេកជាស្ដេចចក្រពត្រាធិរាជសោយរាជបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយរាជសម្បត្តិបានត្រាស់សួរមហាអាមាត្យថាទីដែលបរិបូរដោយរាជសម្បត្តិវិសេសជាងនេះនៅមានទៀតទេព្រះមហាអាមាត្យទូលថាបបិទ្ធព្រះសមត្ថទេពក្នុងមនុស្សលោកនេះពុំមានទេមានតែឋានចាតមហារាជការទើបបរិបូរដោយសេចក្តីសុខប្រសើរជាងឋានមនុស្សព្រះបាទមន្ធាតូបានជ្រាបហើយក៏កាន់ចក្ររថក្រវីអណ្ដែតទៅឯដល់អាកាសព្រមទាំងចតុរង្គសេនាទៅចុះស្ថានចាតមហារាជការពួកទេវតានៅក្នុងឋាននោះបានឃើញព្រះបាទមន្ធាតូហើយក៏នាំគ្នាកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយបង្គំរាជសម្បត្តិទឹករបស់ព្រះបាទមន្ធាតូព្រះបាទមន្ធាតូបានសោយរាជសម្បត្តិនៅក្នុងឋានចាតមហានោះអស់ចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនបានស្កប់ស្កល់នៅក្នុងរាជសម្បត្តិនោះទៀតទើបទ្រង់ត្រាស់សួរទៅស្ដេចចតុលោកបាលទាំង4ថាទីឋានដែលបរិបូរដោយសេចក្តីសុខជាងនេះមានដែរឬទេស្ដេចចតុលោកបាលទាំង4ក្រាបទូលថារាជសម្បត្តិនៅក្នុងឋាននេះមិនពិសេសជាងឋានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិនៅក្នុងឋានត្រៃត្រង់ទើបប្រសើរជាងនេះព្រះបាទមន្ធាតូបានជ្រាបហើយក៏ចាប់ចក្ររថក្រវីហោះទៅក្នុងឋានត្រៃត្រង់ទៀតព្រះឥន្ទ្រាធិរាជបានទតឃើញព្រះបាទមន្ធាតូហើយក៏មានប្រតិយសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយបង្គំជូនរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតូបានសោយរាជសម្បត្តិនៅពាក់កណ្ដាលនៅឋានត្រៃត្រង់នោះជាសុខខ្សែមខ្សានអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញលេញសោះនៅខ្វះកន្លះជានិច្ចសូម្បីតែសោយរាជសម្បត្តិទឹកជាយូរអង្វែងដល់ម្លោះក៏នៅមិនចេះស្កប់ស្កល់ទើបទ្រង់ព្រះចិន្តាថាបើអញសម្លាប់ព្រះឥន្ទចោលហើយសោយរាជតែម្នាក់ឯងទើបល្មមសមនឹងបុណ្យស័ក្តិរបស់អញគ្រាន់តែគិតយ៉ាងនេះការទ្រុឌទ្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពពួកទេវតាបានស្រាប់តែជិតចុះមកនៅក្នុងឧទ្យានរបស់ព្រះអង្គនាស្ថានមនុស្សដោយកាលមុនវិញនាយឧទ្យានបាលបានឃើញព្រះបាទមន្ធាតូចុះពីឋានសួគ៌មកស្ថិតនៅក្នុងឧទ្យានវិញហើយក៏ចូលទៅក្រាបបង្គំទូលព្រះរាជត្រកូលព្រះរាជាដែលជាធំនៅក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនោះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីមនាយាងទៅឧទ្យានជាមួយនឹងស្ដេចទាំង 84000 ព្រះអង្គចាត់ចែងក្រាលរៀបចំរាជាសីយាសនៈដ៏ប្រសើរនៅក្នុងឧទ្យាននោះព្រះបាទមន្ធាតូទ្រង់ផ្ទុំលើសិរីរាជសីយាសនៈនោះហើយបានប្រកាសប្រាប់ដល់ព្រះរាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាកអាសនៈនេះទៀតហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលំទូលាយវែងឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នោះជាដើមហើយទ្រង់ក៏សោយទីវង្គតទៅបានតកើតនៅក្នុងទោសិតពិភពតាមសំគួរដល់បញ្ញកម្មរបស់ព្រះអង្គឯបញ្ញកម្មរបស់ព្រះបាទមន្ធាតូដែលមានឥទ្ធិពលធំអស្ចារ្យគ្រាន់តែទះដៃភ្លៀងកែវទាំង7ប្រការធ្លាក់ចុះមកពីអាកាសនិងមានប្រជញ្ញវែងហើយបានសោយរាជសម្បត្តិទឹកទៀតនោះគឺការសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមវិបស្សីរាប់អំពីផុតកັບនេះទៅ
ទៅក្រោយចំនួន91កັບកាលនោះព្រះបាទមន្ធាតុកើតជាបុរសកំសត់ម្នាក់នៅក្នុងនគរពន្ធុមតីជាអ្នកស៊ីឈ្នួលជួលប៉ះជួសជុលសម្លៀកបំពាក់ចាស់ចាស់ដាច់របស់អ្នកនគរនោះថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចំចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបុរសកំសត់បានដឹងថាគេរៀបចំចាត់ចែងនឹងថ្វាយមហាទានដូច្នេះហើយក៏នឹកសង្វេគចំពោះខ្លួនថាអាត្មាអញជាមនុស្សសេះសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកតល់ក្រពេលនេះបើអញមិនឆ្លៀតធ្វើទានទេពុំដឹងជាជាតិណានឹងបានរួចផុតអំពីសេចក្តីទុក្ខលំបាកគិតឃើញដូច្នេះហើយសទ្ធាក៏កើតមមចំពោះគុណព្រះពុទ្ធពេលនោះខំជួសជុលដេប៉ះសម្ពុតឲ្យបុគ្គលម្នាក់បានលុយមួយមាសកៈដឹងថាពេលថ្វាយទានជិតដល់ហើយក៏មនីមនាទៅផ្សារទិញបានគ្រាប់សណ្ដែកល្ងស្ងោមួយកំបងយកទៅដាក់បាតទៅដល់រោងទានពុំបានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាទីតល់ក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលទើបគិតថាអញអស់បានចូលទៅចិត្តព្រះសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នេះគូអញបោះក្របសណ្ដែកសម្ដៅទៅបាតរបស់ព្រះសម្ពុទ្ធនិងព្រះសង្ឃចុះបើបានចូលបាតតែមួយគ្រាប់ក៏គង់បានផលច្រើនបុរសកំសត់ក៏ចាប់ក្របសណ្ដែកស្ងោបោះទៅដោយអំណាចឥទ្ធិឫទ្ធិរបស់ព្រះពុទ្ធក្របសណ្ដែកក៏អណ្ដែតទៅធ្លាក់ចុះនៅក្នុងបាតជាលំដាប់តាំងពីបាតរបស់ព្រះពុទ្ធជាម្ចាស់ដរាបទៅដល់បាតព្រះសង្ឃឥតមានជ្រុះទៅដល់ទីតីមួយគ្រាប់ឡើយបុរសកំសត់ឃើញហេតុអស្ចារ្យដូច្នេះហើយសេចក្តីជ្រះថ្លាក៏រឹងរឹតតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យខ្ញុំបានជាធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះអំពីផ្ទៃអាកាសនៅវេលានោះកំខានបុរសកំសត់លុះអស់អាយុក៏បានទៅសោយសុខនៅក្នុងទេវលោកនិងមនុស្សលោកអស់កាលជាយូរអង្វែងលុះមកដល់ខាងដើមនៃផតកັບនេះក៏បានមកកើតជាបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតុនេះឯងសូមអរគុណរឿងនេះចប់តែប៉ុណ្ណេះ